មកដឹងអំពីតារាចម្រៀងតារាសម្ដែងល្បីៗប្រចាំប្រទេសកូរ៉េខាងត្បូងដែលបានស្លាប់តាំងវ័យក្មេងក្នុងឆ្នាំ2025នេះ1តារាសម្ដែងស្រីគីមសេរុនកើតនៅថ្ងៃទី31ខែកក្កដាឆ្នាំ2000ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងផ្ទះរបស់នាងកាលពីថ្ងៃទី16ខែកុម្ភៈឆ្នាំ2025កន្លងទៅនេះគីមសេរុនមានវ័យត្រឹមតែ24ឆ្នាំប៉ុណ្ណោះការស្លាប់របស់នាងគឺសម្លាប់ខ្លួនដែលបណ្ដាលមកពីបញ្ហាផ្លូវចិត្ត2តារាសម្ដែងនិងជាតារាច្នៃម៉ូដដ៏ល្បីម្នាក់គឺលោកសុងជេរីមកើតនៅថ្ងៃទី18ខែកុម្ភៈឆ្នាំ1985សារសពរបស់លោកត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងផ្ទះល្បីរបស់លោកកាលពីថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2024កន្លងទៅនេះសុងជេរីមស្លាប់នៅក្នុងវ័យ39ឆ្នាំសុងជេរីមស្លាប់ដោយសារសម្លាប់ខ្លួនមូលហេតុដោយសារជំងឺផ្លូវចិត្ត3តារាសម្ដែងនិងជាតារាចម្រៀងកញ្ញាឈូលីកើតនៅថ្ងៃទី29ខែមីនាឆ្នាំ1994ស៊ូលីត្រូវបានគេប្រទះឃើញបាត់បង់ជីវិតនៅក្នុងអាផាតមិនរបស់នាងកាលពីថ្ងៃទី14ខែតុលាឆ្នាំ2019ស៊ូលីបាត់បង់ជីវិតនៅអាយុត្រឹមតែ25ឆ្នាំប៉ុណ្ណោះការស្លាប់របស់នាងគឺសម្លាប់ខ្លួនដែលបណ្ដាលមកពីបញ្ហាផ្លូវចិត្ត4តារាសម្ដែងនិងជាតារាចម្រៀងកញ្ញាគូហារ៉ាកើតនៅថ្ងៃទី3ខែមករាឆ្នាំ1991សារសពរបស់នាងត្រូវបានរកឃើញថាស្លាប់នៅក្នុងផ្ទះរបស់នាងក្នុងទីក្រុងសេអ៊ូលនៅថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2019គូហារ៉ាស្លាប់នៅក្នុងអាយុ28ឆ្នាំការស្លាប់របស់នាងគឺដោយសារជំងឺផ្លូវចិត្តពាក្យចុងក្រោយរបស់គូហារ៉ាគឺរាត្រីសួស្តី5គីមចុងយុនជាតារាចម្រៀង K-pop នៃក្រុមសៃនីកើតនៅថ្ងៃទី8ខែមេសាឆ្នាំ1990បានធ្វើអត្តឃាតក្នុងអគារស្នាក់នៅក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃទី18ខែធ្នូឆ្នាំ2017ហើយបានស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យការជ្រើសរើសផ្លូវមរណៈក្នុងវ័យត្រឹមតែ27ឆ្នាំនេះគឺដោយសារលោកមានបញ្ហាផ្លូវចិត្តពាក្យចុងក្រោយរបស់តារាចម្រៀងគីមចុងយុនគឺខ្ញុំខ្ទេចខ្ទាំនៅខាងក្នុងអស់ហើយសម្ពាធផ្លូវចិត្តខ្ញុំស៊ីខ្ញុំយឺតហើយទីបំផុតវាលេបខ្ញុំតែម្ដងខ្ញុំមិនអាចយកឈ្នះវាបានឡើយ6តារាសម្ដែងនិងជាតារាចម្រៀងលោកមូនប៊ីនកើតនៅថ្ងៃទី26ខែមករាឆ្នាំ1998សាកសពរបស់លោកត្រូវបានគេប្រទះឃើញថាស្លាប់នៅផ្ទះរបស់លោកផ្ទាល់តែម្ដងនៅថ្ងៃទី19ខែមេសាឆ្នាំ2023មូនប៊ីនស្លាប់នៅក្នុងវ័យ25ឆ្នាំការស្លាប់របស់លោកមូនប៊ីនគឺដោយសារជំងឺផ្លូវចិត្ត7តារាសម្ដែងស្រីក្នុងរឿងភាគកូរ៉េ Zombie Addictive និងជាតារាម៉ូដែលកញ្ញាចុងឆេយុលបានទទួលមរណភាពនៅក្នុងវ័យ26ឆ្នាំសពរបស់ចុងឆេយុលត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងផ្ទះរបស់នាងកាលពីថ្ងៃទី11ខែមេសាឆ្នាំ2023ចុងឆេយុលកើតនៅថ្ងៃទី4ខែកញ្ញាឆ្នាំ1996ការស្លាប់របស់នាងនៅមិនទាន់ដឹងពីមូលហេតុនៅឡើយ8តារាសម្ដែងចិនចាស់អ្នកស្រីជុនមីសុនកើតនៅថ្ងៃទី7ខែធ្នូឆ្នាំ1970សាកសពរបស់តារាសម្ដែងជុនមីសុនត្រូវបានរកឃើញស្លាប់នៅក្នុងបន្ទប់សណ្ឋាគារមួយកាលពីថ្ងៃទី29ខែមិថុនាឆ្នាំ2019អ្នកស្រីជុនមីសុនបានចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងនៅក្នុងបន្ទប់សណ្ឋាគារការសម្លាប់ខ្លួនរបស់អ្នកស្រីបណ្ដាលមកពីបញ្ហាផ្លូវចិត្ត9តារាសម្ដែងជើងចាស់លោកឆយចុងវូទទួលមរណភាពនៅក្នុងវ័យ69ឆ្នាំលោកឆយចុងវូកើតនៅថ្ងៃទី17ខែកុម្ភៈឆ្នាំ1957លោកបានស្លាប់នៅថ្ងៃទី27ខែឧសភាឆ្នាំ2025ដោយសារជំងឺរ៉ាំរ៉ៃនិងជំងឺផ្លូវចិត្ត